ស្ដីបង អូស្រួលអូយបងស្អីជំនួសចាសួស្ដី សប្បាយបង ចា ឈ្មោះអីដែរអូន បាទឈ្មោះកងតារិតហៅចេនមកពីប្រទីមានជ័យបង សុំមួយអូនម្ដងទៀត ខ្ញុំសប្បាយចិត្តពេកបានជួបបងទាំងពួង ឈ្មោះអីសុំម្ដងទៀត កងតារិតបង កងដារិត រិទ្ធអូខេរិទ្ធអាយុប្រហែលហើយអូន អាយុ25បង 25ឆ្នាំ បាទ មុខរបរអីដែរ ខ្ញុំអ្នកកាន់ studio បង អ្នកកាន់ studio បាទ ខំត្រ នៅកញ្ចក់កេះហ្គីតាហ្នឹងឯង បាទអូនឹងបត់សង្សារខ្ញុំគាត់ទៅចោលខ្ញុំទៅបារាំង2ឆ្នាំហើយ អញ្ចឹង បាទហើយណាមួយវាត្រូវជាមួយនឹងសាច់រឿងនៃបត់ដែលខ្ញុំយកមក អញ្ចឹងបានន័យថាការហូបថតហ្នឹងការប ត់ហ្នឹងបត់ នឹកគាត់ បត់ផលបង្រិតយូរយ៉ាងណាក៏ចាំបង អូខេមិញដារិតប្រាប់បងថាយូរយ៉ាងណាក៏ចាំជាបទចម្រៀងមួយបទដែលត្រូវជាមួយសាច់រឿងប្អូន បាទ អញ្ចឹងម្ចាស់រូបថតហ្នឹងមានមូលហេតុអីដែលសម្រេចចិត្តឲ្យគាត់ដូចថាចាក់ចោលប្អូនទៅប្រទេសបារាំង គាត់ត្រូវទៅរៀនបន្តផ្នែក design នៅបារាំងរៀន ចុះ បន្ត រាល់ថ្ងៃនេះមានតំណែងតំណងជាមួយ នៅ គ្នា បងនៅលេងតាម Facebook ប៉ុន្តែខ្ញុំមិនកាពិតរូបនេះខ្ញុំតមិនព្រៀនទេក៏ចង់យកគាត់មកផ្ដល់កម្លាំងចិត្តប៉ុន្តែទូទៅលេង Facebook ជាមួយគ្នា អូខេឥឡូវរូបថតមកស្លឹកនេះចាត់ទុកតំណាងម្ចាស់នៅក្នុង ម្ចាស់ វេទិកានេះ ម្ចាស់ ដែរ មកជាមួយដែរដូចបងប្អូនខ្ញុំមិត្តភ័ក្ដិខ្ញុំគាត់មកជាមួយយើងខាងក្រៅ អញ្ចឹងបានន័យថាអូនដាក់រូបថតនៅនេះទៅដល់ពេលអូនលេងអូនមើលឃើញ ហ្នឹងហើយខ្ញុំសុំអញ្ចឹងហើយខ្ញុំគិត បាទឆ្លងគ្នាបានឆ្នាំអី 3ឆ្នាំបង 3ឆ្នាំ 3ឆ្នាំ ដារិតអាចនិយាយថារូបថតមកស្លឹកហ្នឹងជាកម្លាំងបណ្ដាចិត្តឲ្យប្អូននៅក្នុងការច្រៀងនៅក្នុងពេលនេះហ៎ បាទបាទបង អូនចំណាអូនចំណា បាទ ចំណា ចំមុខណាចា អាកន្លែងហ្នឹងអូនមានអារ បង ម្មណ៍ណា មានអារម្មណ៍ថាវារៀងស្លេកបន្តិចមើលតើអត់អីទេ តែចំណាចំណា ចំប៉ុណ្្នឹងបានបង បានអូមិនស្លេកស្លេកចា ចាប់ផ្ដើម បាទថ្ងៃណាទើបអូនវិលមករងក្តីស្នេហ៍បងវិញបងទុនពេញនៅភ្លេងចាំស្រីពេញដួងចិត្តតោម្នេញក្នុងទ្រូងបងដែលពោពេញក្តីស្រឡាញ់ដ៏លឹងលំបងកើតទុំអបសុងសែនសៅមកពីដែលអូនផ្ដាំឲ្យបងចាំជាណាអនុស្សាវរីយ៍បងមិនភ្លេចគ្រាស្នេហ៍ស្នឹងកន្លងចាំបាត់ស្ងាត់សូនឈឹងឬអូនបំភ្លេចរូបបងអូវិលវិញស្នេហ៍ស្នងដឹងទេបងឈឺផ្សាយូរយ៉ាងណាក៏ចាំអរគុណបងរិទ្ធដាក់អារម្មណ៍បានល្អជាមួយនឹងបទចម្រៀងក៏ស្រឡឹងមើលមុខសង្សារក៏រហូ បា ត ត់មើលតែមុខរូបថត មើលទៅរូបថតកញ្ញាចង់អៀនទៀតទេព្រោះនៅពីមុខរូបថតហ្នឹង អត់ទេលួចមើលបងកញ្ញាខ្លះ អូលួចមើលកញ្ញា អូខេ បងអៀន ឥឡូវបើមើលបងកញ្ញាចង់ដឹងពីអារម្មណ៍បងកញ្ញា អូខេអរគុណច្រើនតារិតចូលតួណាមិញនេះ បាទ ចាមានទឹកដមសំឡេងហើយកន្លែងស្រែកក៏ស្រែកបានល្អដែរចាហើយលងលោចូលតួទៅតាមបទចម្រៀងដោយសារយើងមានអ្នកផ្ដល់កម្លាំងចិត្ត អរគុណ ចាមិនតិចទេកន្លែងពេលដែលច្រៀងកតុយបន្តិចរៀងចង់ចិត្តចាប់កតុយហ្នឹងរៀងដូចយើងកលាក់យើងមានកលាក់ បាទ របៀបដូចអូនអើយបងចាំវាដែលកន្លែងហ្នឹងអារម្មណ៍ខ្ញុំដូចខ្ញុំអត់សូវចូលចិត្តអាស្ទីលអញ្ចឹងចាអញ្ចឹងខ្ញុំចង់ឲ្យអូនអើយបងចាំដូចថាយើងចាំគឺចាំអញ្ចឹងហ្មងចាអត់សូវ smooth កន្លែងហ្នឹងបន្តិចទេចាអរគុណច្រើន អរគុណបង អរគុណបងសវត្ត បងធ្វើបានល្អបញ្ចូលមនោសញ្ចេតនាបានល្អហើយអ្វីដែលបងអូនច្រៀងមកគិតថាវាជា style មួយដែលបងអូនមាន
បាទអរគុណបង អានឹងព្រោះអារម្មណ៍ខ្លួនឯងអានឹងបងអត់អាចថាត្រូវតែមកខាងនេះ still នេះបានតែព្រោះពេលខ្លះជាអារម្មណ៍ខ្លួនឯងគិតថាបរោះខ្លួនឯង បាទ បើនិយាយទៅបងអូនមកបត់ហ្នឹងបងអូនធ្វើបានល្អ អរគុណបង បាទអរគុណគឺបានន័យថាគ្រប់គ្រាន់នៅក្នុងអត្ថន័យក្នុងបទចម្រៀងហ្នឹង បាទ អរគុណច្រើន អរគុណបង អូខេរាជ អរគុណសម្រាប់ចង់ឲ្យថានិយាយពីការមនោសញ្ចេតនាជាមួយនឹងសង្សារគាត់ទៅរៀននៅប្រាំងបើគាត់បានឃើញគាត់នឹងសប្បាយចិត្តមិនទេណាសង្សារគាត់មកលេងមកប្រឡងហើយយករត់ថតមក គឺត្រូវតែឃើញ បានតែឃើញនៅក្នុង ព្រោះ YouTube កម្មវិធីនេះគឺពិភពលោកអញ្ចឹងពិភពលោកមើលឃើញទាំងអស់ឲ្យតែ check ក្នុងប្រទេស មួយចា មួយអ៊ីនធឺណិត ចា ក៏បាន ឃើញ តែ Cambodian Idol មកចេញមក គាត់នឹងឃើញគាត់នឹងសប្បាយចិត្តហើយការរៀបចំខ្លួនក៏ដូចជា styling ហ្គីតាអារម្មណ៍ទឹកមុខរបស់បងអូនល្អសម្រាប់បងផ្ទាល់ហើយអញ្ចឹងសម្រាប់បងភាពខ្វះខាតបងប្អូនមានតិចតួច បាទ អរគុណ អរគុ បាទ ណបង អរគុណសង្ឃឹមថាម្ចាស់រូបថតនេះគាត់នឹងបានស្ដាប់ឮ បាទ ណាហើយសម្រាប់ចម្រៀងមួយបទហ្នឹងគឺបងអូនប្រយ័ត្នតែកតុយទៅ បាទ ហើយនឹងការអស់បន្លាយរបស់យើងកាត់បន្ថយការបន្លាយតិច បាទ អ្វីដែលបងអូនមានគឺល្អច្រើនហើយ បាទ ប្រឹងរក្សាហើយបង្កើនថែមទៀតអរគុណ បាទអរគុណបង បាទអរគុណឥឡូវនេះជាពេលដែលពួកយើងត្រូវសម្រេចចិត្ត បាទ បងរិទ្ធ បងរិទ្ធអីបងអ្នកឲ្យអូនសម្រេចចិត្ត ខ្ញុំអ្នកឲ្យបងសម្រេចចិត្ត អត់ទេឥឡូវបង នៅណាសម្រាប់ក៏បានខ្ញុំ បង yes សុំ អូបងអរគុណបង គាត់នៅសម្រេចចិត្តនឹង បង ខ្ញុំ yes បាន បង នឹងសម្រេច yes អូខេកញ្ញា Yes អូខេសម្រាប់បង Yes អូខេបងបងសុំមួយទៀត yes 3ណា បាទ ទៅសល់បងមួយទៀតអញ្ចឹង បាទ អត់ចង់បាននិយាយឬក៏ no ទាំងអស់ហ្មងហ៎ ចេះចង់បានពីបងឲ្យមួយទៀត ចឹង ឲ្យកាន់តែល្អ Yes អរគុណបង អូខេ អរគុណចា អរគុណ អរគុណបង អរគុណហើយកុំភ្លេចណាយក អរគុណសម្រាប់ការខំប្រឹងប្រែងណាអរគុណអូខេអរគុណអរគុណ ចា អរគុណដល់មិត្តភ័ក្តិហើយនិងបងប្អូនដែលគាត់បានមកជួយគ្រប់គ្រងលើកទឹកចិត្តដល់ខ្ញុំ